តុលាការកំពូលនៅបញ្ជូនញត្តិរបស់តំណាងអង្គការសង្គមស៊ីវិលទៅស្លាវតូភ្នំពេញដើម្បីពិនិត្យសំណើកាត់សិទ្ធិនយោបាយលោកគ្រូរងឈុនតុលាការកំពូលនឹងបញ្ជូនញត្តិរបស់តំណាងអង្គការសង្គមស៊ីវិលនិងសហគមន៍មូលដ្ឋានចំនួន50ស្ថាប័នទៅស្លាវតូភ្នំពេញដើម្បីពិនិត្យពិចារណាតាមច្បាប់ជាធរមានតុលាការកំពូលនឹងពិនិត្យមើលការដោះស្រាយសំណុំពរនៃញត្តិនេះនៅស្លាវតូភ្នំពេញផងដែរតុលាការកំពូលបញ្ជាក់ថាសំណុំរឿងដែលជាកម្មវត្ថុនៃការស្នើសុំក្នុងញត្តិស្ថិតក្នុងសមត្ថកិច្ចរបស់សាលាតូភ្នំពេញដូច្នេះតុលាការកំពូលនឹងបញ្ជូនញត្តិនេះទៅសាលាតូភ្នំពេញដើម្បីពិនិត្យពិចារណាជាសមត្ថកិច្ចតាមច្បាប់ជាធរមានជាមួយគ្នានេះលោកគ្រូរងឈុនត្រូវបានសាលាដំបងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសមួយករណីថ្មីទៀតតាមសាលក្រមព្រហ្មទណ្ឌចុះថ្ងៃទី5ខែឧសភាឆ្នាំ2025ដោយត្រូវជាប់ពន្ធនាគារ4ឆ្នាំនិងពិន័យជាប្រាក់ចំនួន4លានរៀលពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាក់ទងនឹងការមិនរៀងចាស់ក្នុងបទប្រឆាំងបន្ទាប់ពីការផ្តន្ទាទោសបទប្រឆាំងរួចនិងប្រកាសទោសបន្ថែមលើដោយដកសិទ្ធិបោះឆ្នោតនិងសិទ្ធិចូលឈ្មោះឲ្យគេបោះឆ្នោតផងដែរគូបញ្ជាក់ថាកាលពីថ្ងៃទី23ខែឧសភាតំណាងអង្គការសង្គមស៊ីវិលនិងសហគមន៍មូលដ្ឋានចំនួន50ស្ថាប័នបានដាក់ញត្តិជាផ្លូវការទៅតុលាការកំពូលដោយសង្ឃឹមថាសាលាឧទ្ធរឬតុលាការកំពូលនឹងកាត់សិទ្ធិនយោបាយលោកគ្រូរងឈុនទីប្រឹក្សាគណៈបកកម្លាំងជាតិដែលជាមនុស្សសំខាន់របស់លោកសំរងស៊ីនិងបង្កើននយោបាយជ្រុលនិយមរបស់លោកសំរងស៊ីដើម្បីការពារសន្តិភាពស្ថិរភាពនយោបាយក្នុងប្រទេស